សួស្តីបងប្អូនបាទថ្ងៃហ្នឹងយើងមានពេលខ្លីមួយដើម្បីធ្វើប្រភេទជ្រុញបែបនេះបាទចឹងចាំតែខ្ញុំធ្វើម៉េចចឹងបងប្អូនអាចទស្សនាវីដេអូរបស់ខ្ញុំបានជាដំបូងយើងមាន word war យើងមានបន្ទាត់ដោយ war មើលម៉ែត្រវាចឹងទំហំវាដាក់ប៉ុន្មានពេលដែលយើងសង្កត់ទៅវាធ្លាក់ទៅស្មើវាគីបបានល្អចឹងទៅបងប្អូនដឹងតែគីបអីប្រហែលជាបងប្អូនខ្លះគាត់ដឹងហើយចឹងនឹងធ្វើនេះដើម្បីប្រភេទជាគៀបអីនំប៉័ងឬក៏សាច់ឬក៏អស់បងណាដែលយើងអាចគៀបវាបានណាអញ្ចឹងយើងធ្វើបែបហ្នឹងមកយើងមានក្បាលស្វានក្បាលវីចឹងមកឬក៏បងប្អូនមានប្រភេទប្រាមូលដណ្ដៃក៏បានដែរអញ្ចឹងយើងវាត្រូវរុនទាំង4របស់វិជាអានេះខ្ញុំប្រើវិជាទ្វាអញ្ចឹងបងប្អូនអាចទិញវិជាទ្វាប្រភេទតូចៗឲ្យត្រូវជាមួយនឹងជ្រុញហ្នឹងបានបងប្អូនអាចប្រើជ្រុញធំnhưហ្នឹងក៏បានដែរដោយសារខ្ញុំpurchasing មកខ្ញុំទិញមកវារាងតូចពេកតែគាត់ថាវាអាចប្រើប្រាស់បានចឹងហើយក្រោយយើង upgrade ឲ្យធំជាងហ្នឹងក៏បានដែរបងប្អូនខ្លះក៏មានដែកបងប្អូនខ្លះក៏មានជ្រុញស្រាប់ចឹងទៅចឹងខ្ញុំស្វានរុន2ជ្រុញមួយស្វាន2ចឹងមកស្វាន2ដើម្បីកុំឲ្យពេលដែលយើងមួលទៅវាបែកណាចឹងយើងដាក់តិចមកយើងស្វានវាឲ្យអឹបមកហើយបន្ទាប់មកយើងចោះមកមួយទៀតយើងវាស់វាស្មើដូចគ្នាបងប្អូនវាស់វាស្មើដូចគ្នាចុចមើលដាវចំណាំមើលស្មើអញ្ចឹងណាវីដេអូរបស់ខ្ញុំបានឈានដល់ទីបញ្ចប់ហើយអរគុណបងប្អូនទាំងគ្នាបាយបាយ